មនុស្សម្នាក់នេះរស់រានមានជីវិតដោយគ្មានខួរក្បាលជាង 50% ទៅហើយជាលើកដំបូងហើយដែលពិភពលោកមិនជឿមិនបាននោះគឺមានបុរសម្នាក់នៅប្រទេសបារាំងត្រូវបានរកឃើញថាម៉ាស់នៃខួរក្បាលរបស់គាត់ខ្វះជាង 50% ឯណោះប៉ុន្តែគាត់នៅតែអាចដើរលេងធ្វើការងារមានគ្រួសារនិងរស់រានដូចជាមនុស្សធម្មតាទូទៅនៅក្នុងឆ្នាំ2007វិជ្ជបណ្ឌិតតែងតែបានធ្វើ CT scan និង MRI ពីសរីរាង្គរបស់គាត់ហើយឃើញអ្វីមួយដែលភ្ញាក់ផ្អើលជាខ្លាំងគ្រោងខួរក្បាលខាងឆ្វេងរបស់គាត់ត្រូវរលាយបាត់ជាច្រើនឆ្នាំដោយសារជំងឺ hydrocephalus ជំងឺដែលទឹកក្នុងខួរក្បាលកើតឡើងធ្វើឲ្យខួរក្បាលរឹតបន្តឹងភាពអស្ចារ្យនោះគឺគាត់មិនមានបញ្ហាស្មារតីនោះទេគាត់អាចនិយាយធម្មតាមាន IQ មធ្យមប្រហែល75ទៅ 85% ឯណោះមានជីវិតគ្រួសារនិងការងារត្រឹមត្រូវផងដែរវិជ្ជបណ្ឌិតទូទាំងពិភពលោកនឹកស្មានមិនដល់តែម្ដងទោះជាធម្មតាបើសិនជាខួរក្បាលបាត់ទៅកន្លះហើយមនុស្សមិនអាចរស់ឬធ្វើការបានធម្មតាទៀតនោះទេករណីនេះបង្ហាញថាខួរក្បាលអាចប្រមូលតួនាទីខ្លះៗទៅផ្នែកផ្សេងហើយអាចបង្កើតចំណុចអនុវត្តថ្មីដើម្បីចិញ្ចឹមមុខងារដែលបាត់បង់វាជាផុសតាងថាខួរក្បាលមនុស្សយើងមានសមត្ថភាពលើសពីការរំពឹងទុកតើអ្នកទាំងអស់គ្នាយល់យ៉ាងម៉េចដែរសូមខមមិនខាងក្រោមវីដេអូនេះសូមកុំភ្លេចជួយ follow និង subscribe បើសិនជាអ្នកទាំងអស់គ្នាចង់ដឹងរឿងរ៉ាវជំនាញពិភពលោក